អសតព្យាបាលជំងឺក្លន់ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាចាសម្រាប់ថ្ងៃនេះខ្ញុំចែករំលែកពុកម៉ែបងប្អូនទាំងអស់គ្នាអំពីរុក្ខជាតិមួយប្រភេទដែលយើងអាចប្រើប្រាស់ចាសម្រាប់កាត់ក្លន់ចាបងប្អូនមានបញ្ហាកើតជំងឺក្លន់បងប្អូនអាចស្វែងរកចារុក្ខជាតិមួយប្រភេទនេះយកទៅដាំទឹកពិសាបានប្រភេទរុក្ខជាតិមួយនេះបងប្អូនអាចចំណាំបាននេះគឺជាសម្បកខាងក្នុងរបស់វាចានេះគឺជាសម្បកដើមចាប្រភេទរុក្ខជាតិមួយប្រភេទនេះចាប្រភេទនេះគឺគេហៅថាទំពង់ទឹកចាទំពង់ទឹកនេះគឺស្តៀងនឹងទំពង់របស់យើងធម្មតាដែរតែរាងខុសសម្បកដើមចាហើយក៏មានទំហំធំជាងគ្នាដែរទំពង់ទឹកនេះយើងប្រើប្រាស់សម្រាប់ក្លន់ហើយក្លន់នេះគឺយើងប្រើចំណុះ25ក្រាមក្នុងការប្រើប្រាស់សម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាចាមានបញ្ហាសុខភាពបញ្ហាក្លន់កើតក្លន់ហើយពុកម៉ែបងប្អូនទាំងអស់គ្នាចានៅឆ្ងាយពេទ្យបងប្អូនចង់ប្រើប្រាស់រុក្ខជាតិឱសថបងប្អូនអាចស្វែងរករុក្ខជាតិឱសថនេះប្រើបានសម្រាប់បងប្អូនទាំងអស់គ្នាកម្រិតក្នុងការប្រើប្រាស់បងប្អូនប្រើប្រាស់25ក្រាមប្រើទឹកចំណុះ2លីត្រទៅ3លីត្រតាមគីឡូរបស់បងប្អូនផងដែរចាអរគុណច្រើនសម្រាប់ការប្រើប្រាស់ប្រសិនបើជាបងប្អូនទាំងអស់គ្នាគ្រប់រុក្ខជាតិទាំងអស់មានកម្រិតក្នុងការប្រើប្រាស់ប្រសិនបើបងប្អូនមានចម្ងល់អាច comment ខាងក្រោមវីដេអូរបស់នេះខ្ញុំបានអរគុណ